លីវកានជឿឯងធ្វើស្អីហ្នឹងលីវកានជឿឲ្យនាឡិកាយមួយក្មេងខ្ចីណាស់លៀងក៏មិនចេះដែរគ្រូបង្រៀនស្ដាប់មេរៀនឲ្យច្បាស់ទាំងអស់គ្នាបើកសៀវភៅទៅទំព័រ52ឡើងដល់សាកលវិទ្យាល័យហើយតើពេលណាទើបខ្ញុំមានគូនឹងគេទៅគ្រូហៅប្អូនម្នាក់នោះឡើងមកឆ្លើយសំណួរទី1ចំណែកប្អូនម្នាក់ទៀតឆ្លើយសំណួរទី2ម្នាក់មួយសំណួរបើឆ្លើយមិនរួចទេចេញទៅស្ដាប់មេរៀននៅមាត់ច្រកកបៀនទាំងពីរអ្នកសិស្សអ្នកគ្រូខ្ញុំធ្វើមិនកើតទេគ្រូបង្រៀនអ្នកទាំងពីរចេញទៅឈរនៅខាងក្រៅអ្នកផ្សេងទៀតត្រូវតាំងចិត្តស្ដាប់មេរៀនសំណួរងាយបែបនេះក៏ធ្វើមិនបានប្រយ័ត្នធ្លាក់មុខវិជ្ជានេះលីវកានជឿសុំទោសផងមកពីខ្ញុំទើបធ្វើឲ្យឯងត្រូវមកឈប់ពីនៃបែបនេះមិនអីទេចាំថ្ងៃក្រោយកន្លែងណាដែលឯងមិនចេះខ្ញុំនឹងបង្រៀនគ្រូបង្រៀនហាមខ្សឹបខ្សៀវគ្នាសិស្សអ្នកគ្រូពួកយើងគ្រូឲ្យឈប់ពីនៃឲ្យត្រង់ខ្លួនទៅគួរតែនិយាយទៅនាងឲ្យមកឈរធ្វើភ្លីភ្លើនៅទីនេះវិញទេបានត្រូវការភ្នាល់នៅបារនិងការជួបគ្នាជាថ្មីមិត្តភ័ក្តិឯងចាញ់ហើយបន្តិចទៀតឯងត្រូវទៅសារភាពស្នេហ៍ជាមួយអ្នកដំបងគេដែលដើរចូលមកក្មេងស្រីម្នាក់ដើរចូលមកមិត្តភ័ក្តិមើលទៅក្មេងណាស់តើទូប្រុសខ្ញុំមិនប៉ះពាល់ក្មេងទេហាក់ដូចជាគេដើរសំដៅមករកឯងហើយឬក៏ក្មេងហ្នឹងខ្ញុំសុំផឹកពីនៃខ្លួនឯងមួយកែវក្មេងស្រីបាននិយាយថាបងគ្មានសិទ្ធិមកប៉ះពាល់មនុស្សដែលខ្ញុំស្រឡាញ់បំផុតឡើយទី2ខ្ញុំមិនមែនក្មេងទេខ្ញុំអាយុ18ឆ្នាំរៀនសាកលវិទ្យាល័យហើយមិត្តភ័ក្តិបាននិយាយអូហូត្រូវក្មេងឌឺដាក់ហើយតើដល់ពេលមករស់នៅផ្ទះជាមួយគ្នាទូប្រុសបានសួរម៉ាក់មកធ្វើអីនៅទីនេះម៉ាក់ក៏បានប្រាប់ទៅវិញថាទូយកទឹកនៅផ្ទះមីងលីវរបស់ឯងវាខូចកូនស្រីគាត់សុំមកស្នាក់នៅទីនេះមួយរយៈកូនទៅវិញអូកន្លែងខ្ញុំមិនមែនជាមណ្ឌលសង្គ្រោះក្មេងអនាថាទេកុំនិយាយអញ្ចឹងកាលពីមុនឯងចូលចិត្តបីគេណាស់ពេលនឹងខ្ញុំទៅតែអាយុ4ឆ្នាំតាម៉ាក់ហើយឆ្នាំនេះគេប្រឡងជាប់សាកលវិទ្យាល័យជាមួយឯងទៀតអូពួកគេមកដល់ហើយទូប្រុសភ្ញាក់ផ្អើលគឺឯងក្មេងស្រីហៅបង្ការជាទូប្រុសមិនហៅក្មេងស្រីទេម៉ាក់និយាយកាលពីតូចសំបីតែបន្ទោរបស់ឯងក៏គេជួយរៀបចំឲ្យដែរឯងរត់តាមគេហៅបងប្រុសចង់ឲ្យគេទិញស្ករគ្រាប់ឲ្យស៊ីទៀតមីងលីវចាស់ខ្ញុំចាំបាននៅមានរឿងច្រើនទៀតក្មេងស្រីម៉ាក់អូខេមិននិយាយទៀតទេទៅថ្ងៃមុខអ្នកទាំងពីរត្រូវរស់នៅជាមួយគ្នាឲ្យល្អណាស់ភាពប្រកម្មរកូសប្រចាំថ្ងៃក្មេងស្រីហេតុអីបានជាឯងកុំងអាហារខ្ចប់ដាក់ឈ្មោះខ្ញុំឯងគ្មានដៃយកខ្លួនឯងទេអីក្មេងស្រីឆ្លើយមែនហើយគ្មានដៃទេបងចិត្តល្អបែបនេះជួយរៀបចំអាហារឲ្យខ្ញុំផងទៅទូប្រុសថាយកសັບទៅបើគុំតែមកឯងផ្ញើឯងឲ្យខ្ញុំមើលថែគុំសង្ឃឹមថាខ្ញុំរវីរវល់ជាមួយចាំបន្តិចអ្នកលក់សម្ភារៈផ្ទះបាយក្មេងស្រីនិយាយសំឡេងស្រទន់ក្នុងទូរស័ព្ទបងប្រុសសង្ហាណាស់ចង់ជួបគ្នាដល់ហើយទូប្រុសហឹមលើកក្រោយមុននឹងធ្វើសំឡេងស្រទន់ទៀតខ្ញុំច្របាច់កោអ្នកតែជួយផ្ដាច់ Bluetooth ពីកាសរបស់ខ្ញុំផងខ្ញុំស្ដាប់មិនបានទេក្មេងស្រីថាខ្ញុំមិនបាននិយាយជាមួយបងទេខ្ញុំផ្ញើទៅឲ្យបងប្រុសភ្នាក់ងារលក់របស់ខ្ញុំតើទូប្រុសបងប្រុសមិនដឹងជាស្អីទេក្មេងសម័យនេះស្រឡាញ់គ្នាបែបនឹងអីអាហារនេះជារបស់ខ្ញុំហើយមើលមុខឯងដោះមុនហើយជួយសង្គ្រោះពីព្រាននារីនិយាយប្អូនស្រីយប់នេះបងមិនទំនេរទេចាំស្អែកបងជូនទៅមើលកូនណាមិត្តភ័ក្តិអូនោះជាព្រាននារីល្បីប្រចាំដេប៉ាតឺម៉ង់យើងថាច្រើនអ្នកហើយដែលចាញ់បោកគេទូប្រុសគេឈ្មោះអីនៅផ្ទះខ្ញុំមានក្មេងម្នាក់ចាំមើលចាត់ការឲ្យគេរៀងចាលខ្លះហើយមិត្តភ័ក្តិឈ្មោះសៀវឈួនទូប្រុសស្ដាប់តែឈ្មោះក៏ដឹងថាជាប្រុសព្រានដែរទទួលយកមិនបានទេគុំនិយាយថាខ្ញុំមិនបានប្រាប់ឯងណាទូឯកប្រុសអូម៉េចហើយនៅមើលទៀតចាំស្អែកគង់តែដឹងទេការពីនឹងការសារភាពក្នុងចិត្តសៀវឈួនសួស្ដីប្អូនស្រីកានជឿឯងមកដល់ហើយក្មេងស្រីបងខ្ញុំត្រូវទៅផ្ទះវិញហើយសៀវឈួនទៅលឿនមែនចាំបងនាំទៅកន្លែងមួយសប្បាយខ្លាំងក្មេងស្រីបងនាំខ្ញុំមកទីនេះធ្វើអីសៀវឈួនកុំមកធ្វើពុតពេកអីឯងមិនមែនក្មេងទៀតទេក្មេងស្រីលែងដៃលែងខ្ញុំណែសៀវឈួនឯងនាំមកធ្វើអីទីនេះទូប្រុសនៅក្នុងផ្ទះមានប្អូនស្រីម្នាក់មកដល់យប់ហើយមិនទាន់ឃើញមកដល់ផ្ទះក្នុងនាមខ្ញុំជាបងប្រុសច្បាស់ជាត្រូវទៅតាមមើលបន្តិចហើយសៀវឈួនចេះដឹងរឿងគេពេកហើយទូប្រុសមិនមែនចេះដឹងរឿងគេទេលើកលែងតែជាមនុស្សដែលខ្លួនឯងស្រឡាញ់ក្មេងរីបងនិយាយថាអីទូប្រុសគ្មានអីទេក្មេងស្រីអរគុណបងណាបងប្រុសរដូវក្តៅមុខអាក្រក់ទូប្រុសពាក្យថាមុខអាក្រក់ដកចេញបានទេអូយឈឺផែនការរបស់ម៉ាក់ណែមិត្តភ័ក្តិឯងថាពួកវាទាំងពីរនាក់អាចរស់នៅជាមួយគ្នាគិតមិនដែរមីងលីវច្បាស់ជាបានហើយបើមិនអញ្ចឹងទេទូយកទឹកផ្ទះខ្ញុំច្បាស់ជាត្រូវវាបំបែកដោយឥតប្រយោជន៍ហើយម៉ាក់ឯងនេះពិតជាពូកែកណិតមែន